យោងតាមរបាយការណ៍ពីផ្ទៃក្នុងកងទ័ពថៃដែលគេទទួលបាននៅថ្ងៃទី13ខែធ្នូឆ្នាំ2025បានដឹងថាទាហានថៃបានស្លាប់និងរបួសជាច្រើនអ្នកណាយោងតាមរបាយការណ៍ផ្ទៃក្នុងនោះបើគិតត្រឹមថ្ងៃទី13ខែធ្នូឆ្នាំ2025ទាហានថៃស្លាប់ជាង 4000 នាក់និងរបួសជិត 10000 នាក់នៅតាមសមរភូមិនានាតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលយោធាថៃទាំងអស់នោះបានឆ្លងពានចូលកម្ពុជានៅក្នុងរបាយការណ៍ផ្ទៃក្នុងកងទ័ពថៃដដែលនេះបានដឹងថាទាហានថៃជាច្រើនពាន់នាក់បានរត់ចោលជួរនិងមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំងដោយសារតែសន្ធឹកនៃការបាញ់កាំភ្លើងធំធនធ្ងន់របស់កម្ពុជាគឺ BM21 តាមការផ្ទៀងផ្ទាត់មើលរបាយការណ៍ផ្ទៃក្នុងកងទ័ពថៃនេះមាន%ខ្ពស់ត្រឹមត្រូវនៅក្នុងពេលប្រយុទ្ធនៅលើសមរភូមិយោធារបស់ថៃយ៉ាងច្រើនបានស្លាប់និងរបួសដោយសារតែការបាញ់ចិញ្ច្រុំរបស់អាវុធ BM21 កងទ័ពជើងកងថៃនៅពេលដែលវាចូលកម្ពុជានៅដំណាក់កាលដំបូងមានអារម្មណ៍ថាដូចជាងាយស្រួលខ្លាំងណាស់ពួកគេថតជាវីដេអូបាញ់បំផ្លាញផ្ទះសម្បែងរបស់ប្រជាជននិងលើកទង់ជាតិដើម្បីបង្ហាញបង្អួតប្រជាជនរបស់ពួកគេទៀតផងថានេះគឺជាស្នាដៃក៏ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកកម្ពុជាក៏បាញ់ BM21 ចិញ្ច្រុំទៅលើតំបន់ដែលពួកគេបានចូលមកឈរជើងនៅលើទឹកដីកម្ពុជាកន្លែងនេះហើយដែលធ្វើឲ្យទាហានថៃស្លាប់ក្នុងចំនួនដ៏ច្រើនការបាញ់ចិញ្ច្រុំ BM21 ទៅលើយោធារបស់ថៃដែលចូលមកទឹកដីកម្ពុជានេះមិនមែនកើតឡើងតែមួយកន្លែងទេវាកើតឡើងច្រើនកន្លែងដូច្នេះការស្លាប់និងរបួសរបស់ទាហានថៃមិនតិចអ្នកនោះឡើយដោយសារតែកងទ័ពជើងគោករបស់ថៃបរាជ័យនៅក្នុងការឈ្លានពានដែនដីកម្ពុជាទើបបានជាមេយោធារបស់ថៃបដូរវិធីសាស្ត្រដោយពង្រាយការបាញ់ប្រហារឲ្យបានច្រើនទីតាំងដើម្បីឲ្យកម្ពុជាចែករំលែកកម្លាំងពួកគេថែមទាំងបានផ្ដោតទៅលើការវាយប្រហារពីផ្ទៃអាកាសហើយបើកការវាយប្រហារតាមផ្ទៃទឹកទៀតផងការដែលយោធាថៃផ្ដោតទៅលើការវាយប្រហារពីផ្ទៃអាកាសដូចជាទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F16 និងប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកនោះវាក៏ជាសញ្ញាមួយបង្ហាញថាកងទ័ពជើងគោករបស់ថៃមិនអាចធ្វើអ្វីកើតយ៉ាងណាក៏ដោយយោងតាមការចេញផ្សាយរបស់កាសែត Khao Sat ដោយដកស្រង់របាយការណ៍របស់ទីស្នាក់ការកងទ័ពរបស់ថៃបានលើកឡើងថាគិតត្រឹមថ្ងៃទី13ខែធ្នូឆ្នាំ2025នេះទាហានថៃដែលបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងកម្ពុជាមានត្រឹមតែ15នាក់តែប៉ុណ្ណោះនេះមិនមែនជាលើកទី1ទេដែលយោធាថៃបិទបាំងឬក៏កុហកពីតួលេខនៃការស្លាប់របស់ទាហាននៅលើសមរភូមិនៅក្នុងសង្គ្រាមជាមួយនឹងកម្ពុជាកាលពីខែកក្កដាឆ្នាំ2025លោក Peter Lim Charoenrat ដែលជាអតីតប្រធានគណៈបកប្រឆាំងរបស់ថៃក៏បានចេញមុខមកបកក្រាបថាមេយោធាថៃបានលាក់និងកុហកពីតួលេខស្លាប់របស់ទាហានដែលប្រយុទ្ធជាមួយនឹងកម្ពុជាជាស្ដែងទាហានដែលស្លាប់នោះមានចំនួនច្រើនសន្ធឹកសន្ធាប់អាចរហូតដល់ទៅក្បែរពាន់នាក់ឯណោះទាក់ទងនឹងសង្គ្រាមកម្ពុជាថៃនេះនៅថ្ងៃទី14ខែធ្នូឆ្នាំ2025កាសែត Reuters បានចេញផ្សាយថាលោកអនុทิន Chonvirakul នាយករដ្ឋមន្ត្រីចាំផ្ទះថៃនៅតែរឹងទទឹងបន្ត